អស្ចារ្យណាស់ទស្សនីយភាពបទ Time to Rise របស់វណ្ណដាស្ដាប់ហើយព្រឺសម្បល់អ្នកគាំទ្រហូសឹងផ្ទុះពហុកីឡដ្ឋានជាតិ I said time to ride ពេលវេលាមានតម្លៃទៅខ្ពស់ហួសចម្ងាយជាការពិតណាស់កម្មវិធីកីឡាជាតិលើកទី3បានបិទបញ្ចប់នៅល្ងាចថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2022នេះហើយដោយមានការអញ្ជើញចូលរួមក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅឯពហុកីឡដ្ឋានជាតិមរតកតេជោរាជធានីភ្នំពេញជាមួយគ្នានោះនៅល្ងាចនេះក៏មានទស្សនីយភាពបទ Time to Rise របស់លោកវណ្ណដាព្រមទាំងវត្តមានលោកព្រឹទ្ធាចារ្យគង់ណៃនិងភរិយាចូលរួមលើឆាកសម្ដែងទៀតផងជាការប៉ុណ្ណាទោះបីជាលោកតាមិនបានលេងនឹងច្រៀងចាប៉ីដោយផ្ទាល់មែនតែនេះជាវត្តមានដ៏កម្ររបស់លោកតាដោយសារតែលោកតាមានភាពជរាបន្តិចដែរហើយជាងនេះទៅទៀតនោះការសម្ដែងនៃទស្សនីយភាពដ៏អស្ចារ្យនេះក៏មានវត្តមានសិល្បករសិល្បករនីរបស់ផលិតកម្មបារមីផ្សេងទៀតផងដែរយ៉ាងណាមិញគ្រាន់តែបើកក្បាលនៃបទ Time to Rise នោះភ្លាមមហាជនអ្នកគាំទ្រដែលបានអញ្ជើញចូលរួមទស្សនាផ្ទាល់នៅឯពហុកីឡដ្ឋានជាតិនោះបានស្ដែកកងរំពងហូរកញ្ជ្រៀវពាសពេញទីកន្លែងនោះតែម្ដងគុំស្ងៀមត្រង់បាត់ឆឹងអញ្ចឹងត្រូវប្រឹងរឹងពឹងព្រោះមិនដឹងជាច្រើននៅមិនដឹងអ្នកណាស្នងតម្លៃបាយអញ្ចឹងក៏ធ្វើជាសំណាញ់នៅលើហើយម្យ៉ាងវិញទៀតដោយសារតែបទមួយនេះបានលាយបញ្ចូលជាមួយនឹងឧបករណ៍តន្ត្រីបុរាណលាយសម័យហើយច្រៀងនិងលេងដោយផ្ទាល់នោះកាន់តែធ្វើឲ្យព្រឹត្តិការណ៍មួយនេះកាន់តែអធិកអធមនិងបានធ្វើឲ្យមហាជនទាំងទៅទស្សនាផ្ទាល់ព្រមទាំងទស្សនាតាមការ live ព្រឺសម្បល់យ៉ាងខ្លាំងចំពោះការសម្ដែងដ៏អស្ចារ្យមួយនេះផងដែរទាំងអស់គ្នា ready ណាសុំសំឡេងឲ្យលោកយាយក៏ដូចជាលោកតាគុំណៃមួយបានអត់សុំសំឡេងឲ្យលោកយាយក៏ដូចជាលោកតាគុំណៃបាទអរគុណច្រើនមែនតើជាចុងក្រោយខ្ញុំចង់អរគុណទៅកាន់សម្ដេចធំធំក៏ដូចជាអរគុណទៅកាន់ថ្នាក់ដឹកនាំទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះក៏ដូចជាអរគុណទៅកាន់ fan ខ្ញុំបាទទាំងអស់គ្នាដែលបានចូលរួមថ្ងៃនេះផងដែរបាទអរគុណមែនតើបាទអរគុណសង្ឃឹមថាជួបបងប្អូននៅឱកាសក្រោយដូចគ្នាបាទអរគុណ